ក្រុងការកាសនៃវេណេស៊ុយឡាកំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃក្រោយមានការបាញ់មីស៊ីប្លូវនិងប្រតិបត្តិការកងទ័ពពិសេសរបស់សហរដ្ឋអាមេរិកដែលមិនធ្លាប់មានពីមុនមកទីក្រុងវ៉ាស៊ីនតោននៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី3មករា2026បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលទៅនឹងសហរដ្ឋអាមេរិកដែលបាននឹងកំពុងបើកការវាយប្រហារយោធាទ្រង់ទ្រាយធំទៅលើប្រទេសវេណេស៊ុយឡាសំឡេងផ្ទុះយ៉ាងហោចណាស់ចំនួន7កន្លែងបានលាន់កងរំពងពេញទីក្រុងការកាសខណៈដែលផ្សែងខ្មៅហុយត្រឡុំចេញពីមូលដ្ឋានយោធាសំខាន់ៗដែលមានដូចជាស្វទេទីយូណានិងអាកាសយានដ្ឋានយោធាឡាកាលូដាមិនត្រឹមតែការវាយប្រហារតាមដែនអាកាសប៉ុណ្ណោះទេប៉ុន្តែមានសេចក្តីរាយការណ៍ថាកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកក៏ត្រូវបានដាក់ពង្រាយដើម្បីប្រតិបត្តិការយុទ្ធសាស្ត្រនៅលើដីគោកផងដែរឯតាមការដកស្រង់ចេញពីគេហទំព័រ Venezuela Analyst ដែលបានផ្សាយនៅថ្ងៃទី3មករា2026នេះឯងមិនមែនលេងសើចទេលោកបានបញ្ជាឲ្យមានការវាយប្រហារនេះបានធ្វើឡើងដើម្បីកម្ចាត់របបដឹកនាំរបស់លោកនីកូឡាស់ម៉ាដូរ៉ូដែលសហរដ្ឋអាមេរិកចាត់ទុកជារបបខុសច្បាប់និងជាអ្នកបង្កអស្ថិរភាពតាមរយៈអំពើពុករលួយនិងការជួញដូរគ្រឿងញៀននេះគឺជាការអនុវត្តនយោបាយ America First ក្នុងទម្រង់យោធាដើម្បីធានាថាគ្មានឥទ្ធិពលអាក្រក់ណាមួយអាចគំរាមកំហែងសន្តិសុខជាតិអាមេរិកពីតំបន់អាមេរិកឡាទីនបានឡើយនាមបន្ទាប់ពីគ្រាប់មីស៊ីបានធ្លាក់ដល់ដីរដ្ឋាភិបាលវេណេស៊ុយឡាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននិងប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអ្វីដែលពួកគេហៅថាជាការឈ្លានពានរបស់ច្បាប់រាលដាលដល់វិស័យសេដ្ឋកិច្ចភ្លាមដោយតម្លៃពីពិភពលោកបានហក់ឡើងខ្ពស់ខណៈដែលអាជ្ញាធរអាកាសចរបានចេញបំរាមហាមឃាត់រាល់ការហោះហើររបស់សហរដ្ឋអាមេរិកឆ្លងកាត់ដែនអាកាសវេណេស៊ុយឡាដើម្បីសុវត្ថិភាពការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការបង្កើនកម្លាំងយោធាដ៏ខ្លាំងក្លារយៈពេលជាច្រើនខែរបស់សហរដ្ឋអាមេរិកនៅតំបន់ការ៉ាបៀនដោយមានកងទ័ពសកម្មសហរដ្ឋអាមេរិកប្រហែល 15,000 នាក់នាវាចម្បាំងចំនួន11គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះរួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford ផងដែរចាប់តាំងពីខែកញ្ញា2025មករដ្ឋាភិបាលរកត្រាំបានដុំទៅលើទូកដែលចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀនដោយបានសម្លាប់មនុស្សជាង110នាក់ខណៈពេលដែលបានរឹបអូសនាវាដឹកប្រេងជាច្រើនគ្រឿងរួចមកហើយគួរបញ្ជាក់ផងដែរថាលោកโจណាល់ត្រាំធ្លាប់បានបដិសេធមិននិយាយថាគោលដៅរបស់លោកគឺដើម្បីបណ្ដេញលោកម៉ាដូរ៉ូចេញឬអត់នោះទេប៉ុន្តែបានប្រាប់អ្នកយកសារព័ត៌មានកាលពីខែមុនថានេះគឺជាភាពវៃឆ្លាតបំផុតសម្រាប់មេដឹកនាំវេណេស៊ុយឡាក្នុងការចុះចេញពីតំណែងមានសំណួរដ៏ធំដែលពិភពលោកកំពុងសួរនៅពេលនេះមិនមែនថាតើអាមេរិកខ្លាំងប៉ុណ្ណាការឈ្លានពាននេះនឹងក្លាយជាការចាប់ផ្ដើមនៃសន្តិភាពថ្មីឬជាការដុសបញ្ឆេះលើសង្គ្រាមលោកលើកទី3ឲ្យឆេះសន្ធោសន្ធៅ